អ្នកអង្គការហ៊ុនឡាលើកទឹកចិត្តឲ្យក្រុមហ៊ុនអាល្លឺម៉ង់មកសិក្សាស្វែងយល់និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាក្នុងឱកាសជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Andrea Sawyer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Brick និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ទទួលបន្ទុកវិស័យដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ Digital កាលពីព្រឹកថ្ងៃពុធទី22ខែតុលាឆ្នាំ2025អ្នកអង្គការហ៊ុនឡាអគ្គលេខាធិការនិងជាតំណាងលោកអ្នកអង្គការលីយ៉ុងផាត់ប្រធានសមាគមអង្គការកម្ពុជាបានលើកឡើងនៅប្រធានបទសំខាន់ៗជាច្រើនជម្រាបជូនឯកឧត្តម Andrea Sawyer ដោយក្នុងនោះអ្នកអង្គការក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនអាល្លឺម៉ង់មកសិក្សាស្វែងយល់និងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាព្រមទាំងរីករាយក្នុងការផ្តល់ការគាំទ្រដល់កិច្ចសហការនានារវាងស្ថាប័នទាំងពីរផងដែរសូមបញ្ជាក់ថាក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនេះអ្នកអង្គការក៏បានជម្រាបជូនបន្ថែមអំពីសវតាទួលនីតិនិងភារកិច្ចស្នូលរបស់សមាគមអង្គការកម្ពុជាដែលជាស្ថាប័នតែមួយគត់តំណាងឲ្យក្រុមវ័នអង្គការទាំងអស់នៅកម្ពុជានិងជាបណ្ដុំធុរជននិងវិនិយោគិនមកពីចម្រុះវិស័យដែលកំពុងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចជាតិនិងបង្កើតការងាររាប់សែនកន្លែងជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសបន្ថែមពីលើនេះថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាពាក់ព័ន្ធនឹងបទពិសោធន៍ការងារកន្លងមកក៏ដូចជាបរិយាកាសវិនិយោគនៅកម្ពុជាពិបត្តិកម្មសេដ្ឋកិច្ចនិងគោលដៅវិនិយោគពាណិជ្ជកម្មអន្តរជាតិការអភិវឌ្ឍលើកវិស័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា Digital និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការធុរកិច្ចនិងភាពជាដៃគូរវាងស្ថាប័នទាំងពីរខណៈដែលការពង្រឹងទំនាក់ទំនងនិងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅអាស៊ីរួមទាំងកម្ពុជាគឺជាគោលដៅលេចធ្លោមួយដែល Asia Brick កំពុងតែចាប់អារម្មណ៍តាមរយៈការពិភាក្សាផ្លាស់ប្តូរយោបល់នេះឱកាសនេះអ្នកអង្គការនិងឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលបានឯកភាពបន្តពិភាក្សាដើម្បីកសាងស្ពានតភ្ជាប់ទំនាក់ទំនងគ្នានិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដើម្បីរៀបចំជំនួបផ្គូផ្គងធុរកិច្ចនៅពេលអនាគតខាងមុខសូមជម្រាបដែរថា Asia Brick ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ2019ជាមួយនឹងគោលដៅចម្បងផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់និងសហភាពអឺរ៉ុបជាមួយនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក